សូមស្វាគមន៍មកកាន់ Channel ចំណូលនិទានសូក្រហឹមនៃម៉ាស៊ីនកង់3 Pass App របស់ពុទ្ធដនបានបន្លឺឡើងកាត់ភាពស្ងាត់ជ្រុងមុំនៃរាត្រីខែចែកពន្លឺចង្កៀងមុខកង់3ក៏ចាស់ទៅលើផ្លូវលំដែលពុះពេញដោយគ្រោះក្រហមនិងដីហុយយ៉ាងសម្ពងនៅសងខាងផ្លូវសុទ្ធសឹងតែជាវាលស្រែដាច់កន្ទុយភ្នែកដល់ពេលយប់មើលទៅហាក់ដូចជាសមុទ្រខ្មៅងងឹតគ្មានទីបញ្ចប់ខ្យល់រំភើយបានបក់មកប៉ះផ្ទៃមុខពុទ្ធដនប៉ុន្តែខ្យល់យប់នេះហាក់ដូចជាត្រជាក់ខុសធម្មតាព្រោះវាត្រជាក់ចូលទៅដល់ឆ្អឹងខ្នងរាត្រីនោះពុទ្ធដនបានបើករលាក់កង់3ចុះឡើងចំណែកឯកែបភ្នែកសម្លឹងមើលទៅមុខទាំងមួយដេកគាត់ទៅតែដឹកភ្ញៀវពីទីរួមខេត្តមកទម្លាក់នៅមាត់ច្រកចូលភូមិហើយឥឡូវនេះម៉ោង 7:12 យប់ទៅហើយក្នុងចិត្តគិតតែពីរឿងចង់ទៅដល់ផ្ទះដេកអោបប្រពន្ធកូនឲ្យលងលក់ស្កប់ស្កល់ប៉ុន្តែផ្លូវលំនេះហាក់ដូចជាវែងជាងរាល់ដងរំពេចនោះពន្លឺចង្កៀងកង់3របស់គាត់បានចេះទៅចំវត្ថុម្យ៉ាងនៅខាងមុខនៅត្រង់ចំណុចផ្លូវបំបែកដែលមានដើមជ្រៃធំមួយដែលដើមនោះដុះច្រងងាពាក់កណ្ដាលផ្លូវមានស្រមោលសម្យ៉ាងឈលយ៉ាងធ្ងន់ពេលនោះពុទ្ធដនក៏ចាប់ហ្វ្រាំងម៉ូតូងក់សឹងតែបកក្បាលនឹងដៃចង្កូតបាត់ទៅហើយអ្នកណាគេមកឈន់នៅទីនេះទាំងយប់គិនទៀតអញ្ចឹងពុទ្ធដនរអ៊ូក្នុងចិត្តទាំងភ័យអកកាលបើកង់3ចូលទៅក្បែរគាត់បានឃើញនារីម្នាក់ស្លៀកសំពត់អាវពណ៌សស្អាតសក់វែកអន្លាយគ្រប់ដណ្ដប់ពាក់កណ្ដាលខ្នងឈោមឯកខ្នងនិងដើមជ្រៃនាងងើបមុខឡើងសន្សឹមបង្ហាញឲ្យឃើញទម្រង់មុខតែក្នុងសភាពស្លេកស្លាំងដោយក្រដាសសនោះគឺជានាងរតន៍ពូជួយដឹកខ្ញុំទៅផ្ទះនៅចុងភូមិវាលស្បោបន្តិចបានទេសំឡេងរបស់នាងស្រាលស្រទន់តែវាត្រជាក់ស្រត់ដូចទឹកកកដែលអូសកាត់ត្រជាក់ពុទ្ធដនបែបនេះដែរអូបាទក្មួយស្រីឡើងមកចំពេលដែលពូត្រូវទៅផ្លូវនឹងដែរពុទ្ធដនឆ្លើយទាំងរារែកគាត់គិតថាប្រហែលជានាងមកពីធ្វើការរោងចក្រឬក៏មានធុរៈអ្វីទើបមកដល់យប់បែបនេះផងដែរនាងរតន៍ដើរសម្ដៅមកកាន់កង់3យឺតរាល់ជំហានរបស់នាងហាក់ដូចជាស្រាលខុសធម្មតាសូម្បីតែសំឡេងដូចខ្សាច់រង្គើនៅពេលនាងអង្គុយចុះនៅកៅអីខាងក្រោយកង់3ហាក់ដូចជាស្រាលជាងមុនទៅវិញគឺมันមានអារម្មណ៍ថាមានទម្ងន់ដូចជាមនុស្សជិះសោះក្លិនម្យ៉ាងគឺបានភាយចេញពីខ្លួននាងវាមិនមែនជាក្លិនទឹកអប់ទំនើបទេបែរជាក្លិនផ្កាចេកណាំវ៉ាទៅវិញដែលក្រអូបប្រហើរបែបចម្លែកខណៈពេលនោះពុទ្ធដនក៏បានបញ្ឆេះម៉ាស៊ីនចេញដំណើរទៅមុខក្នុងចិត្តរបស់គាត់ក៏ចាប់ផ្ដើមមានអារម្មណ៍មិនស្រួលគាត់ព្យាយាមរកនឹកឃើញថាតើក្នុងភូមិនេះមានកូនចៅអ្នកណាស្អាតបែបនេះខ្លះហេតុអីក៏គាត់មិនស្គាល់បែបនេះ
គាត់ព្យាយាមសម្លឹងមើលកញ្ចក់មើលក្រោយដើម្បីជជែកលេងបំបត្តិភាពភ័យខ្លាចណែក្មួយស្រីមកពីណាដែរហ្នឹងយប់មិញនឹងម្ដាយឪពុកមិនបារម្ភទេអីពូដនសួរទាំងបង្ខំញញឹមចំណែកនឹងរត់នាងមិនងាយឆ្លើយភ្លាមទេនាងសម្លឹងទៅមើលវិលស្រែខាងក្រៅដល់កែភ្នែកស្រក់អាប់ខ្ញុំទើបតែត្រឡប់មកពីកន្លែងឆ្ងាយណាស់ពូអើយផ្ទះខ្ញុំនៅជិតស្រះទឹកខាងមុខនេះដែរហ្នឹងម៉ែខ្ញុំគាត់កំពុងតែចាំខ្ញុំនិយាយហើយនាងក៏ស្ងាត់ទៅវិញពូដនក៏ចាប់ផ្ដើមព្រឹសសម្បុរកាន់តែខ្លាំងឡើងនៅពេលដែលគាត់កាត់សង្កត់ឃើញថាក្នុងកញ្ចក់មើលក្រោយរបស់គាត់រូបភាពរបស់នាងរតហាក់ដូចជាព្រាលក្នុងសភាពមិនច្បាស់លាស់រំពេចនោះសត្វតែមានខ្យល់បក់មកយ៉ាងខ្លាំងធ្វើឲ្យវាំងនននៃកង់3របស់គាត់បក់រវិចខណៈពេលនោះពូដនក៏លូកដៃទៅទីងវាំងននក៏សត្វតែប៉ះរបស់នឹងអ្វីម្យ៉ាងដែលត្រជាក់ដូចជាសាកសពនៅកៅអីខាងក្រោយគាត់ក្រឡេកមើលទៅក្រោយចំនាងរត់នៅតែអង្គុយទីនោះប៉ុន្តែក្បាលរបស់នាងបែរមកក្រោយបន្តិចភ្នែករបស់នាងប្រែជាក្រហមឆ្អៅហើយឈាមចាប់ដើមស្រក់ចេញពីជ្រុងមាត់នាងយឺតពូឯងបើកឲ្យលឿនបន្តិចមកកដេញតាមតាន់ខ្ញុំឥឡូវហើយនាងនិយាយទាំងសំឡេងញ័រខុសពីសំឡេងផ្អែមមួយនេះខណៈពេលនោះទៀតហើយគឺពូដនភ័យសឹងលិចនោមគាត់ព្យាយាមធាក់លិចបញ្ឆេះហ្គាអស់ពីទំហឹងជើងកង់3ហោះកាត់វាស្រ័យទាំងយប់ងឹតប៉ុន្តែអ្វីដែលរន្ធត់នោះគឺនៅពេលដែលគាត់មើលទៅលើដីស្រាប់តែស្រមោលកង់3របស់គាត់មានតែរូបគាត់ម្នាក់ប៉ុណ្ណោះដែលកំពុងបាក់បោចំណែកឯកៅអីខាងក្រោយនោះគឺទំនេរស្អាតនៅពេលដែលឃើញសហភាពបែបហ្នឹងពូដនគាត់ប្រឹងបើកកង់3របស់គាត់ទាំងបែកញើសជោកខ្នងទោះបីជាខ្យល់ត្រជាក់យ៉ាងណាក៏ដោយគាត់ខំជន់ហ្គាបង្កាល់លបឿនសម្ដៅទៅរកពន្លឺភូមិដែលនៅខាងមុខប៉ុន្តែចម្លែកណាស់គាត់កាន់តែបើកកាត់ដើមជ្រៃធំនោះអស់5ទៅ6ដងទៅហើយគឺមិនថាគាត់ខំទុំយ៉ាងណាទេដើមជ្រៃដ៏ធំខ្មៅងងឹតនោះនៅតែលេចឡើងនៅពីមុខគាត់ដល់ដែរសំឡេងសើចក្រលួយរបស់នាងរត់បានបន្លឺឡើងពីក្រោយខ្នងពូផ្លូវនេះមិនត្រួតទេពួកគេមិនអោយយើងទៅទេពូដនបិទភ្នែកក៏សូត្រធម៌ទាំងមាត់ញាត់ទៅត្រាក់ស្រាប់តែម៉ាស៊ីនកង់3រលត់ងក់នៅកណ្ដាលវាលស្រែដាច់សង្វែងខណៈពេលនោះទៅងាកត្រឡប់មកក្រោយវិញនៅចម្ងាយប្រហែលជា100ម៉ែត្រវិបុលនិងសុភីកំពុងតែជិះម៉ូតូឌុបគ្នាត្រឡប់មកពីលេងផ្ទះមិត្តភក្តិខណៈពេលនោះពួកគេបានឃើញកង់3ពូដនឈប់ចោលនៅកណ្ដាលផ្លូវដោយមានពូដនអង្គុយសំពះដីវិបុលចុះពីលើម៉ូតូរត់ទៅសួរថាពូមានរឿងអីហ្នឹងចុះអ្នកណានៅក្នុងកង់3ហ្នឹងសុភីដែលឈុននៅចិត្តនោះស្រែកខ្លាំងដោយសភាពភ័យខ្លាចព្រោះនាងឃើញកង់3កំពុងតែរង្គើខ្លាំងហាក់ដូចជាមានមនុស្សកំពុងលោតចុះឡើងប៉ុន្តែភ្នែករបស់ពួកគេមើលមិនឃើញមនុស្សសោះតែឃើញមានតែស្នាមជើងសោមសើដិតនៅលើកម្រាលកង់3ហោខណៈដែលអ្នកទាំង3កំពុងតែស្លន់ស្លោនាងមកក៏មកដល់ទាំងធំក្លិនស្រាយ៉ាងខ្លាំងគេក៏សើចចំអកឲ្យពូដនអានេះខ្លាចខ្មោចដល់ថ្នាក់ជួបមនុស្សស្រីសោះថាខ្មោចប៉ុន្តែនៅពេលដែលនាងមកសំឡងទៅក្នុងកង់3ទឹកមកគេប្រាជាស្លេកស្លាំងយ៉ាងខ្លាំង
ព្រោះគេឃើញរូបសហភាពនឹងរត់ក្នុងសហភាពបែកក្បាលឈាមហូរស្រោចមកឈរនៅពីក្រោយពុដននាយមកស្រែកអត់ភូមិរួយក៏រត់ចោលម៉ូតូចោលមិត្តភក្តិវិវត្តស្រមោលតែម្ដងដែលធ្វើឲ្យគ្រប់គ្នាដឹងថារឿងនេះមិនមែនជារឿងធម្មតាឡើយយើងក៏ដឹងថាដែរចំណាយយុគក៏កាន់តែជ្រៅក្លិនការជាញ៉ាំវ៉ាក៏កាន់តែធំក្លិនឡើងរហូតដល់មានអារម្មណ៍ថាចង់សម្លាប់បាត់ស្មារតីពេលនោះស្រាប់តែមានសំឡេងខ្សឹបដាក់ត្រចៀកសុភីថាជួយខ្ញុំផងខ្ញុំត្រជាក់ណាស់គ្រប់គ្នាសម្រេចចិត្តរុញកង់3និងជិះម៉ូតូទាំងត្រដាបត្រដួលសុទ្ធដល់ទៅរកផ្ទះលោកតាប្រុសដែលជាគ្រូមន្តអាគមតែម្នាក់ដែលអាចជួយពួកគេបាននៅតាមផ្លូវពួកគេមានអារម្មណ៍ថាដូចជាមានទម្ងន់ធ្ងន់ខុសពីធម្មតាហាក់ដូចជាមានមនុស្សរាប់សិបនាក់កំពុងតោងកង់3និងម៉ូតូរបស់គេផងដែរដល់ផ្ទះលោកតាព្រំលោកតាក៏បានអុជធូបចាំរួចជាស្រេចគាត់ពោលទាំងសំឡេងធ្ងន់ថាព្រលឹងនេះមិនព្រមតណាទេព្រោះរូបកាយនាងមិនទាន់បានបូជាត្រឹមត្រូវលោកតាបានប្រាប់ពីអត្តក្បាំងកាលពី7ថ្ងៃមុនថានាងរត់បាត់ខ្លួនមិនមែនដោយសារគ្រោះថ្នាក់ធម្មតាទេប៉ុន្តែមានការរៀបចំទុកជាមុនពេលនោះលោកតាឲ្យពុដនមើលនៅក្នុងកញ្ចក់មន្តអាគមក៏ស្រាប់តែឃើញរូបភាពនាងមកកំពុងតែបាក់ដានអុកនាងរត់រួចអូសសាក់សពនាងទុកបោះចោលក្នុងស្រះទឹកធំនោះពេលនោះដែរនាងរត់ក៏បានចាប់ផ្ដើមបង្ហាញខ្លួនយ៉ាងច្បាស់នៅចំពោះមុខអ្នកទាំង5រួមទាំងលោកតាព្រំផងដែរនាងបានយំតិចតែខ្ទោឡើងហើយមានឈាមហូរចេញពីភ្នែកនាងចង់ឲ្យពួកគេទៅស្រះទឹកដើម្បីរកភពតាងដែលនាងមកបានលាក់ទុកទោះបីជាភ័យខ្លាចប៉ុន្តែដើម្បីបញ្ចប់រឿងរ៉ាវនេះវិបុលនិងពុដលបានយល់ព្រមទៅតាមការបង្គាប់របស់នាងរត់ក៏បានអង្គុយនៅលើដំបូលកង់3នាំផ្លូវពួកគេកាត់វាលស្រែដែលងឹតស្លុបសំដៅទៅរកស្រះទឹកខ្មាត់លងនោះពិតជាមានមែនគឺថានៅមាត់ស្រះទឹកពួកគេក៏បានរកឃើញកាបូបស្ពាយរបស់នាងរត់ដែលនៅក្នុងនោះមានទូរស័ព្ទដៃកំពុងថតវីដេអូទុកជាភស្តុតាងវីដេអូនោះបានបង្ហាញយ៉ាងច្បាស់នៅមុខនាងមកនិងមិត្តភក្តិម្នាក់ទៀតកំពុងព្យាយាមប្លន់និងសម្លាប់នាងខណៈនោះនាងមកដែលលោកតាមពីក្រោយបានដកកំបិតមកប៉ុនប៉ងសម្លាប់បបិទមាត់ពុដននិងវិបុលក៏ប៉ុន្តែស្រាប់តែខ្យល់កម្រិតបោកបក់យ៉ាងខ្លាំងធ្វើឲ្យនាងមកដួលអុកគូទ័ររីឯនាងរត់ក៏បានចូលសន្ធិដ្ឋក្នុងខ្លួនសុភីនាងដើរសំដៅទៅរកនាងមកដោយកែភ្នែកក្រហមឆ្អៅនាងមកភ័យពេករត់ស្លន់ស្លោហក់ចូលទៅក្នុងស្រះទឹកដែលគេធ្លាប់បោះសោះនាងរត់ចោលស្រាប់តែមានដៃខ្មៅរាប់រយចេញពីក្នុងទឹកទាញជើងនាងមកចុះទៅក្រោមសម្រាប់ឈឺចាប់បានបន្លឺឡើងពេញវាលស្រែរហូតដល់ដង្ហើមចុងក្រោយរបស់គេគឺត្រូវបានលេបបាត់ទៅក្នុងទឹកស្រះដ៏ត្រជាក់នារាត្រីនោះវេលាម៉ោង 6:00 នាទីព្រឹកក៏បានឈានជុំដល់ពុដលវិបុលនិងសុភីបាននាំប៉ូលីសមកស្រោចស្រង់សាកសពនាងរត់ចេញពីទឹកនិងរៀបចំធ្វើពិធីបុណ្យតាមប្រពៃណីមុននឹងប្រឡឹងនាងរលាយបាត់ទៅនាងរត់ក៏បានបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់ពណ៌សមានស្នាមញញឹមដាក់ពុដលជាលើកចុងក្រោយហើយគឺដើម្បីអរគុណដែលបានដឹកនាងមកដល់ផ្ទះដើម្បីរកយុត្តិធម៌ខណៈពេលនោះពុដលក៏បានដកដង្ហើមធំហើយគាត់សម្រេចចិត្តបន្តបើកកង់3របស់គាត់រកស៊ីបន្តប៉ុន្តែ
លើកនេះគាត់សច្ចាថាគាត់លេងខ្លាចទៀតហើយព្រោះគាត់ដឹងថាពេលខ្លះខ្មោចក៏មិនគួរឲ្យខ្លាចស្មើនឹងចិត្តមនុស្សចិត្តអាក្រក់នោះដែរ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ